រដ្ឋបាលស្រុកអាចធ្វើប្រតិភូកម្មនៅមុខងារអប់រំយុវជននិងកីឡាចាំបាច់មួយចំនួនទៅឲ្យរដ្ឋបាលឃុំសង្កាត់បាទហើយសូមបញ្ជាក់ទៅដល់សាលារៀនយើងមួយចំនួននៅតាមឃុំទីទៀតអាចនឹងមានសមាជិកគ្រួសារឃុំចុះធ្វើអធិការកិច្ចនៅតាមសាលាទៅលើមុខងារដែលរដ្ឋបាលស្រុកបានប្រតិភូកម្មឲ្យដើម្បីអធិការកិច្ចដូចជាការប្រើប្រាស់ថវិកាថាតើត្រូវទៅនឹងផែនការដែរឬទេឬក៏ការគ្រប់គ្រងបុគ្គលិកនឹងហើយតនេះគឺបានចែងនៅក្នុងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាបាទហើយទាំងអស់ហ្នឹងគឺបានចែងនៅក្នុងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឲ្យរដ្ឋបាលក្រុងស្រុកហើយសួរថាគេធ្វើអញ្ចឹងធ្វើឲ្យគេគឺគេធ្វើដើម្បីបង្ខិតចិត្តដល់ការសម្រេចចិត្តនិងខ្សែកណន័យនៃការទទួលខុសត្រូវដើម្បីធានានូវប្រសិទ្ធភាពគុណភាពកណន័យភាពនិងតម្លាភាពបរិយាបន្ននិងសមត្ថភាពសង្គមហ្នឹងហើយអញ្ចឹងគេធ្វើយ៉ាងណាដើម្បីបង្ខិតចិត្តអ្នកគ្រប់គ្រងឲ្យនៅចិត្តបំផុតដើម្បីអ្នកអនុវត្តហ្នឹងទទួលត្រូវនឹងមានកណន័យភាពហើយធានានូវគុណភាពនិងតម្លាភាពនិងប្រសិទ្ធភាពបាទអញ្ចឹងយើងមើលនៅខ្លឹមសារពេញអ្នកគ្នាអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឲ្យរដ្ឋបាលក្រុងស្រុកលេខ213អនុក្រចុចបកហើយចុះនៅថ្ងៃទីបាទចុះនៅថ្ងៃទី28កក្កដាឆ្នាំ2023មើលចំពុក1បទបញ្ញត្តិទូទៅមាត្រា1អនុក្រឹត្យនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងនិងការផ្តល់សេវាអប់រំយុវជននិងកីឡាដោយប្រសិទ្ធភាពគុណភាពកណន័យភាពតម្លាភាពបរិយាបន្ននិងសមត្ថភាពសង្គមតាមរយៈការសម្រេចការសំទោសតាមរយៈការបង្ខិតការសម្រេចចិត្តខ្សែកណន័យភាពនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិងផ្តល់សេវាទាំងនេះទៅឲ្យរដ្ឋបាលក្រុងស្រុកទូទាំងប្រទេសហើយមាត្រា2នេះគឺវាក្សត្រដែលប្រើក្នុងអនុក្រឹត្យនេះមុខងារសម្ដៅទៅដល់អំពើឬសកម្មភាពរាប់បញ្ចូលតាមសកម្មភាពផ្តល់សេវាសាធារណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយផ្សេងទៀតការផ្ទេរមុខងារសម្ដៅទៅដល់ការប្រគល់មុខងារឬការធ្វើប្រតិភូកម្មមុខងារការប្រគល់មុខងារសម្ដៅទៅដល់ការផ្ទេរភាពជាម្ចាស់នៃមុខងារការទទួលខុសត្រូវអំណាចនិងឆន្ទៈនុសិទ្ធទាំងអស់ដែលចាំបាច់ដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារការធ្វើប្រតិភូកម្មមុខងារសម្ដៅទៅដល់ការផ្ទេរនៅមុខងារការទទួលខុសត្រូវអំណាចឆន្ទៈនុសិទ្ធដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារក្នុងនាមក្រសួងស្ថាប័នដែលធ្វើប្រតិភូដោយផ្អែកទៅលើតម្រូវការនៃការធ្វើប្រតិភូកម្មនោះក្រសួងស្ថាប័នបានធ្វើប្រតិភូកម្មនៅតែរក្សាភាពជាម្ចាស់ទៅលើកិច្ចការដែលបានធ្វើប្រតិភូកម្មបាទត្រង់ចំណុចនេះការផ្ទេរមុខងារនេះណាដូចជាឥឡូវនេះគឺយើងក្រសួងបានផ្ទេរមុខងារណាបឋមមតីក្រៅប្រព័ន្ធនេះគឺមកនៅក្រមរដ្ឋបាលស្រុកអញ្ចឹងការសម្រេចចិត្តអីគឺផ្សេងគឺត្រឹមរដ្ឋបាលស្រុកប៉ុន្តែការធ្វើប្រតិភូកម្មមុខងារនេះគឺថ្នាក់មធ្យមអនុវិទ្យាល័យឬក៏វិទ្យាល័យគឺមានន័យថាថ្នាក់ស្រុករបស់យើងគឺអនុវត្តគ្រប់គ្រងទៅលើសាលាមជ្ឈិមសិក្សាក្នុងនាមជាក្រសួងប៉ុន្តែសូមលោកគ្រូក៏មានការយល់ច្រឡំថាយើងអត់មានសិទ្ធិទៅលើគ្រប់គ្រងទៅលើមធ្យមណាគ្រូខ្លះគឺអត់ទេអត់ខ្លាចនិយាយថាមិនខ្វល់ចំពោះស្រុកអត់ទេប៉ុន្តែសូមបញ្ជាក់ថាការឡើងទូនាទីបានទទួលបានឋានន្តរស័ក្តិមេដាយការលើកទឹកចិត្តនឹងការផ្ទេរការអីហ្នឹងគឺសិតតែមានការសម្រេចការស្នើសុំពីថ្នាក់ស្រុកដដែលទេណានឹងហើយតែគ្រាន់ថាយើងធ្វើក្នុងនាមជាក្រសួងការផ្ទេរធនធានហិរញ្ញវត្ថុដែលមានភ្ជាប់លក្ខខណ្ឌសម្ដៅទៅដល់ការផ្ដល់ធនធានហិរញ្ញវត្ថុសម្រាប់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានបកគលនិងប្រតិភូកម្មជូនដល់រដ្ឋបាលក្នុងស្រុកខណ្ឌស្របតាមលក្ខខណ្ឌបច្ចេកទេសគោលការណ៍ណែនាំក្នុងការអនុវត្តមុខងារស្តង់ដារនៃការផ្ដល់សេវាលក្ខណៈបច្ចេកទេសនៃសម្ភារៈដែលបានផ្គត់ផ្គង់កម្មវិធីការងារយន្តការរបាយការណ៍និងលក្ខខណ្ឌផ្សេងៗឆ្លើយតបទៅនឹងអត្ថប្រយោជន៍របស់ទុកសញ្ញាករគោលនយោបាយនិងយុទ្ធសាស្ត្រវិស័យអប់រំការផ្ទេរហិរញ្ញវត្ថុតាមភ្ជាប់លក្ខខណ្ឌនេះគឺរាល់ថ្ងៃគឺយើងអនុវត្តទៅលើសាលារៀននឹងហើយដូចជាសាលាបឋមមត្តេយ្យអញ្ចឹងយើងបានផ្
ផ្ទេមុខងារមកនៅក្រមរដ្ឋបាលស្រុកប៉ុន្តែចំពោះហិរញ្ញវត្ថុក៏យើងនៅមានភ្ជាប់លក្ខខណ្ឌគឺមានន័យថាយើងមានអឺបកអន្តរក្រសួងដាច់ដោយឡែកមួយដែលចេញអំពីការប្រើប្រាស់ថវិកាការទូទាត់ថវិកាអីផ្សេងៗគឺដាច់ដោយឡែកពីរដ្ឋបាលស្រុកហ្នឹងហើយហ្នឹងគឺហៅថាការផ្ទេរធនធានហិរញ្ញវត្ថុដែលមានភ្ជាប់លក្ខខណ្ឌការគ្រប់គ្រងផ្នែករដ្ឋបាលសំណុំទៅដល់ការជួយសម្របសម្រួលគ្រប់គ្រងចាត់ចែងប្រតិបត្តិការគ្រប់គ្រងដល់ការអនុវត្តសកម្មភាពនានានៃមុខងារអប់រំយុវជននៃកីឡាដែលបានធ្វើប្រតិភូកម្មទៅរដ្ឋបាលក្រុងស្រុកដោយមានចេញក្នុងមាត្រា4និងឧបសម្ព័ន្ធ2នៃអនុក្រឹត្យនេះបុគ្គលិកអប់រំសំដៅទៅដល់បុគ្គលិកអប់រំទាំងអស់ដែលត្រូវបានផ្ទេរទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុករួមទាំងបុគ្គលិកបម្រើការងារនៅការិយាល័យអប់រំយុវជននិងកីឡានិងបុគ្គលិកបម្រើការនៅគ្រឹះស្ថានសិក្សាសាធារណៈនានាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកចំពោះ2ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាមាត្រា3ការប្រកល់មុខងារក្នុងវិស័យអប់រំចំនួន3ទៅឲ្យរដ្ឋបាលក្រុងស្រុកបាទការប្រកល់3នេះគឺមុខងារគ្រប់គ្រងអប់រំកម្មាតូចមុខងារគ្រប់គ្រងការអប់រំបឋមនិងមុខងារគ្រប់គ្រងអប់រំក្រៅប្រព័ន្ធមុខងាររងនឹងសកម្មភាពជាក់លាក់សម្រាប់មុខងារនីមួយៗខាងលើត្រូវបានកំណត់នៅក្នុងបរិសម្ព័ន្ធមួយនៃអនុក្រឹត្យនេះចំពោះរដ្ឋបាលក្រុងស្រុកទាំង14ក្នុងខេត្តតំបន់ដំបងត្រូវបន្តគ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារដែលបានប្រកល់ទាំង3ខាងលើតាមសម្រាប់ដីនៃអនុក្រឹត្យលេខ182បាទអនុក្រឹត្យនេះគឺមានន័យថាបាត់ដំបងគឺបានទទួលអនុវត្តមុនយើងទៅហើយហ្នឹងហើយអញ្ចឹងទើបតែឆ្នាំ2023ចុងឆ្នាំនេះទេទើបយើងរដ្ឋបាលក្រុងស្រុកទទួលបានការប្រកល់3វិស័យខាងក្រោមនេះកម្មាតូចបឋមនិងក្រៅប្រព័ន្ធ4បន្តធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងផ្នែករដ្ឋបាលក្នុងវិស័យអប់រំយុវជននិងកីឡាចំនួន3ដល់រដ្ឋបាលក្រុងស្រុកមុខងារគ្រប់គ្រងផ្នែករដ្ឋបាលដល់គ្រឹះស្ថានមជ្ឈមណ្ឌលសិក្សាជាទូទៅមុខងារគ្រប់គ្រងផ្នែករដ្ឋបាលដល់ការងារអប់រំយុវជននិងមុខងារគ្រប់គ្រងផ្នែករដ្ឋបាលដល់ការងារអប់រំយុវជននិងកីឡាមុខងាររងនៅសកម្មភាពជាក់លាក់សម្រាប់មុខងារនីមួយៗខាងលើត្រូវបានកំណត់នៅក្នុងបរិសម្ព័ន្ធ2នៃរដ្ឋបាលនៃអនុក្រឹត្យនេះដូចជាទាំងអស់នេះគឺប្រដៅទៅលើមជ្ឈមណ្ឌលសិក្សាណាហ្នឹងហើយអញ្ចឹងរដ្ឋបាលស្រុករបស់យើងគឺអនុវត្តនៅមុខងារដែលគេបានធ្វើប្រតិភូកម្មឲ្យរដ្ឋបាលក្រុងស្រុកហើយអនុវត្តទៅលើមុខងារគេបានធ្វើនឹងមកចំពោះមជ្ឈមណ្ឌលសិក្សាហ្នឹងហើយសូមបញ្ជាក់មួយសារទៀតការសម្រេចចិត្តផ្សេងៗគឺគេនៅតែសួរនិងមានការផ្ដល់យោបល់និងការស្នើសុំពីរដ្ឋបាលស្រុកដែរទេហ្នឹងហើយកុំគិតថារដ្ឋបាលស្រុកគេអត់ផ្ទេរចូលផងអត់មានគោរពអត់អនុវត្តអីគឺអត់អីណាថ្នាក់លើគឺនៅតែមានការយោបល់មានការស្នើសុំគឺយកតាមថ្នាក់ស្រុកដដែលទេហ្នឹងហើយសូមបញ្ជាក់ប៉ុណ្ណឹងហើយមុខងារទាំង3នេះមិនយូរមិនឆាប់គេនឹងបកគលមុខងារផ្ដាច់មកដល់រដ្ឋបាលក្រុងស្រុកតែម្ដងមកតែឥឡូវនេះគឺការសាកល្បងនៅ3វិស័យខាងលើសិនបឋមតីហើយនឹងក្រៅប្រព័ន្ធហើយបន្តទៀតគឺនឹងបញ្ចូលមជ្ឈមណ្ឌលសិក្សាយុវជនហើយនឹងកីឡាមាត្រា5គោលការណ៍បែបបទនិងនីតិវិធីសម្រាប់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌមានចេញក្នុងមាត្រា3មាត្រា4នៃអនុក្រឹត្យនេះត្រូវកំណត់ទៅដោយសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាក្រុមការសម្របសម្រួលដោយកជអបស្របតាមច្បាប់គោលនយោបាយគោលការណ៍នៃខេត្តបទដ្ឋានគតិយុត្តជាធរមានចំពោះ3ការផ្ទេរធនធានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋមាត្រា6ធនធានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌសម្រាប់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់តាមអនុក្រឹត្យនេះគឺជាធនធានភ្ជាប់លក្ខខណ្ឌត្រង់កន្លែងនេះធនធានហិរញ្ញវត្ថុគឺផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកដែរប៉ុន្តែភ្ជាប់លក្ខខណ្ឌមិនទៅភ្ជាប់លក្ខខណ្ឌគឺមានន័យថាការិយាល័យអប់រំយុវជននិងកីឡាហើយនឹងសាលារៀនគឺគេអនុវត្តតាមលក្ខខណ្ឌដាច់ដោយឡែកមួយផ្សេងទៀតណាគឺมันអាចអនុវត្តតាមការអនុវត្តរបស់ដោយការិយាល័យផ្សេងៗក្នុងរដ្ឋបាលក្រុងស្រុកទេហ្នឹងហើយគេមានលិខិតដាច់ដោយឡែកណាមួយប្រការអន្តរក្រសួងរបស់គេដូចជាថ្ងៃមុនអញ្ចឹងប្រការអន្តរក្រសួងជាមួយនឹងក្រសួងហិរញ្ញវត្ថុហើយនឹងអប់រំយុវជននិងកីឡាយ៉ាងគឺមានចេញប្រកាសដាច់ដោយឡែកមួយដើម្បីអំពីការទូទាត់ថវិកាការប្រើប្រាស់អីផ្សេងៗហ្នឹងហើយធនធានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌសម្រាប់ការិយាល័យអប់រំយុវជននិងកីឡា
ដើម្បីគ្រប់គ្រងរដ្ឋបាលដល់ការអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិពលកម្មតាមអនុក្រឹត្យនេះគឺជាធនធានដែលមានបញ្ចុះលក្ខខណ្ឌកោជអបដឹកនាំសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងអប់រំយុវជននិងកីឡាក្រសួងមហាផ្ទៃក្រសួងមុខងារសាធារណៈនិងរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីកំណត់អំពីទំហំធនធានហិរញ្ញវត្ថុលក្ខខណ្ឌហិរញ្ញវត្ថុបច្ចេកទេសលក្ខខណ្ឌបច្ចេកទេសលក្ខខណ្ឌផ្សេងៗទៀតដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងសម្រាប់គ្រប់គ្រងផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារដែលបានប្រកល់និងបានធ្វើប្រតិភូកម្មតាមអនុក្រឹត្យនេះលក្ខខណ្ឌហិរញ្ញវត្ថុបច្ចេកទេសនិងលក្ខខណ្ឌផ្សេងៗទៀតនៃការផ្ទេរធនធានមានភ្ជាប់លក្ខខណ្ឌខាងលើត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងក្រសួងមហាផ្ទៃបាទសូមបញ្ជាក់ម្សិលទៀតថ្ងៃមុនគឺយើងចេញរួចទៅហើយប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងអប់រំយុវជននិងកីឡានិងក្រសួងមហាផ្ទៃបីនឹងរួមបញ្ចូលគ្នាដើម្បីចេញជាប្រកាសអន្តរក្រសួងមួយស្ដីអំពីការប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡាមាត្រា7ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវរៀបចំនិងផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌសម្រាប់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មដោយមានចែងក្នុងមាត្រា3មាត្រា4នៃអនុក្រឹត្យនេះស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិធម៌មានមាត្រា8រដ្ឋបាលក្រុងស្រុកខណ្ឌនីមួយៗត្រូវរៀបចំគម្រោងថវិកានិងថវិកាប្រចាំឆ្នាំសម្រាប់អនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មស្របតាមគោលការណ៍និងនីតិវិធីជាធរមានរដ្ឋបាលក្រុងស្រុកនីមួយៗត្រូវគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលមានភ្ជាប់លក្ខខណ្ឌដែលបានផ្ទេរទៅឲ្យអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មតាមអនុក្រឹត្យនេះរដ្ឋបាលក្រុងស្រុកនីមួយៗអាចប្រើប្រាស់ធនធានគ្មានភ្ជាប់លក្ខខណ្ឌនិងធនធានដែលគៀងគរបានពីប្រភពស្របច្បាប់ផ្សេងៗទៀតសម្រាប់គ្រប់គ្រងដល់ការអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មបានអញ្ចឹងនៅត្រង់ចំណុចនេះរដ្ឋបាលក្រុងស្រុកគឺអាចប្រើប្រាស់ធនធានផ្សេងពីធនធានរបស់សាលានឹងទៅជួយទៅគ្រប់គ្រងទៅដល់ការអនុវត្តមុខងារក្រសួងអប់រំយុវជននិងកីឡាមាត្រា9ក៏ចបដឹកនាំសម្រួលជាមួយក្រសួងអប់រំយុវជននិងកីឡាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃនិងរដ្ឋបាលក្រុងស្រុកដើម្បីកំណត់និងផ្ទេរសម្បត្តិរដ្ឋទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌសម្រាប់ការគ្រប់គ្រងអនុវត្តមុខងារក្រសួងអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មស្របតាមច្បាប់និងលិខិតបទកថាគតិយុត្តិធម៌មានមាត្រា10រដ្ឋបាលក្រុងស្រុកខណ្ឌត្រូវគ្រប់គ្រងនិងចាត់ចែងនិងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលបានផ្ទេរទៅឲ្យស្របច្បាប់គោលនយោបាយគោលការណ៍និងលិខិតបទកថាគតិយុត្តិធម៌មានចំពោះ4ការផ្ទេរធនធានមនុស្សបាទអញ្ចឹងកន្លែងនេះគឺប្រព័ន្ធការផ្ទេរបុគ្គលិកធនធានមនុស្សណាក្រុមការសម្របសម្រួលរបស់កោជបក្រសួងអប់រំយុវជននិងកីឡាត្រូវសហការជាមួយក្រសួងមុខងារសាធារណៈនិងរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីកំណត់និងផ្ទេរបុគ្គលិកអប់រំដែលកំពុងបម្រើការនៅតាមគ្រឹះស្ថានសិក្សាមត្តេយ្យសិក្សាសាធារណៈគ្រឹះស្ថានសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌនីមួយៗស្របតាមបែបបទនិងនីតិវិធីធរមានមាត្រា12បុគ្គលិកអប់រំដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌត្រូវមានលក្ខខណ្ឌការងារវិវត្តប្រឧបត្ថម្ភផ្សេងៗមិនទាបជាងលក្ខខណ្ឌការងារវិវត្តនិងប្រឧបត្ថម្ភផ្សេងៗដែលបុគ្គលិកអប់រំបុគ្គលិកទាំងអស់ធ្លាប់ទទួលបានមុនការផ្ទេរបានអញ្ចឹងផលប្រយោជន៍របស់មន្ត្រីរាជការអប់រំគឺនៅតែទទួលបានដូចមុនអញ្ចឹងមាត្រា13ការគ្រប់គ្រងការចាត់ចែងនិងការប្រើប្រាស់បុគ្គលិកអប់រំដែលបានផ្ទេរទៅរដ្ឋបាលក្រុងស្រុកខណ្ឌត្រូវអនុលោមតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌគ្រូបង្រៀនបឋមគ្រូកម្រិតមូលដ្ឋាននិងកម្រិតដំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនិងគោលការណ៍បែបបទនិងនីតិវិធីធរមានបានអញ្ចឹងការប្រើប្រាស់គ្រូបឋមគ្រូមូលដ្ឋានគ្រូឧត្តមហ្នឹងគឺយើងអនុលោមទៅតាមព្រះរាជក្រឹត្យស្តីពីលក្ខណៈលេខនៃក្របខ័ណ្ឌគ្រូបឋមហើយនឹងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិកថ្នាក់ក្រោមជាតិការផ្លាស់ប្ដូរទីកន្លែងបម្រើការងារនិងការផ្ទេរក្របខ័ណ្ឌគ្រូបង្រៀនត្រូវអនុលោមតាមគោលនយោបាយគោលការណ៍លិខិតបទកថាគតិយុត្តរបស់ក្រសួងអប់រំយុវជននិងកីឡានិងគោលការណ៍បែបបទនីតិវិធីធរមានចំពោះ5រចនាសម្ព័ន្ធទូរទស្សន៍ភារកិច្ចនិងកណន័យភាពរបស់រដ្ឋបាលក្នុងស្រុកទាំងផ្នែកទី1រចនាសម្ព័ន្ធទូរទស្សន៍ភារកិច្ចរបស់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ
គ្រឹះស្ថានបឋមសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍អញ្ចឹងមាត្រា14ត្រូវបានធ្វើសមាហរណកម្មគ្រឹះស្ថានមតិសិក្សាសាធារណៈគ្រឹះស្ថានបឋមសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកខណ្ឌសម័យនីមួយៗមុខតំណែងនានានៃរចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្នរបស់គ្រឹះស្ថានមតិសិក្សាសាធារណៈគ្រឹះស្ថានបឋមសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវបានធ្វើសមាហរណកម្មមកក្នុងរចនាសម្ព័ន្ធរបស់ក្រុងស្រុកត្រូវរក្សាកម្រិតនិងឋានៈនៅដដែលបាទយើងធ្វើសមាហរណកម្មជាមួយរដ្ឋបាលក្រុងស្រុកមែនប៉ុន្តែរក្សាកម្រិតនិងឋានៈនៅដដែលគ្រឹះស្ថានមតិសិក្សាសាធារណៈនិងគ្រឹះស្ថានបឋមសិក្សាសាធារណៈនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យអប់រំយុវជននិងកីឡាដែលជាសេនាធិការទៅរដ្ឋបាលក្រុងស្រុកខណ្ឌមាត្រា15គ្រឹះស្ថានមតិសិក្សាសាធារណៈគ្រឹះស្ថានបឋមសិក្សាសាធារណៈត្រូវដឹកនាំដោយនាយកមេរូបដែលមាននាយករងមួយចំនួនស្របតាមលិខិតបទស្ថានគតិយុត្តជាធរណីមាត្រការតែងតាំងនៃការបញ្ចុះមុខតំណែងនាយករងនៃគ្រឹះស្ថានមតិសិក្សាសាធារណៈនិងនាយករងគ្រឹះស្ថានបឋមសិក្សាសាធារណៈត្រូវអនុលោមតាមព្រះរាជកិច្ចស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌគ្រូបរិបទសិក្សាកម្រិតមូលដ្ឋាននិងកម្រិតឧត្តមព្រះរាជកិច្ចស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនិងគោលការណ៍បែបបទនិងនីតិវិធីជាធរមានមាត្រា16មជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវគ្រប់គ្រងដោយគណៈគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលត្រូវតែងតាំងនៅផ្លាស់ប្ដូរតាមគោលការណ៍និងវិធីនិងបែបបទជាធរមានមាត្រា17គ្រឹះស្ថានសិក្សាមតិសិក្សាសាធារណៈមានតួនាទីគ្រប់គ្រងនៅប្រសិទ្ធភាពក្រុមតូចនិងមានភារកិច្ចដូចខាងក្រោមរៀបចំផែនការយុទ្ធសាស្ត្ររបស់សាលារៀននិងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀនគ្រប់គ្រងនិងប្រើប្រាស់បុគ្គលិកអប់រំមតិសិក្សាគ្រប់គ្រងហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋរបស់សាលារៀនគ្រប់គ្រងសំណង់អគារសាងសង់និងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនគ្រប់គ្រងសិស្សមតិសិក្សាការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀននិងគណៈកម្មការគ្រប់គ្រងថ្នាក់រៀនដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាននិងមេដាបេដាគ្រប់គ្រងកម្មវិធីគាំទ្រការអប់រំកម្មាតូចអភិវឌ្ឍវិស័យដែលមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡានិងដៃគូអភិវឌ្ឍនានាបំពេញការងារផ្សេងទៀតតាមការប្រកល់ភារកិច្ចពីអបអរស្រុកគ្រឹះស្ថានបឋមសិក្សាមានតួនាទីគ្រប់គ្រងនិងផ្តល់សេវាអប់រំបឋមសិក្សានិងមានភារកិច្ចដូចខាងក្រោមរៀបចំផែនការយុទ្ធសាស្ត្ររបស់សាលារៀននិងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀនគ្រប់គ្រងនិងប្រើប្រាស់បុគ្គលិកអប់រំបឋមសិក្សាគ្រប់គ្រងហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋរបស់សាលារៀនគ្រប់គ្រងចាត់ចែងនិងថែទាំសិក្សាគោលគ្រប់គ្រងសំណង់អគារសាងសង់ជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនគ្រប់គ្រងសិស្សសាលាបឋមសិក្សាបង្កើតគណៈកម្មការសាលារៀននិងគណៈកម្មការគ្រប់គ្រងថ្នាក់រៀនដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាននិងមេដាបេដាគ្រប់គ្រងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀននិងគណៈកម្មការអភិវឌ្ឍកម្រសាលារៀនគ្រប់គ្រងកម្មវិធីការគ្រប់គ្រងការអប់រំបឋមសិក្សាគ្រប់គ្រងការងារអប់រំកាយនិងការងារក្នុងសាលារៀនអភិវឌ្ឍវិស័យអប់រំដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡានិងដៃគូអភិវឌ្ឍនានាបំពេញការងារផ្សេងៗទៀតតាមការប្រកល់ភារកិច្ចពីអភិបាលក្រុងស្រុកខណ្ឌមាត្រា19មជ្ឈមណ្ឌលសិក្សាសហគមន៍មានតួនាទីគ្រប់គ្រងនិងផ្តល់សេវាអប់រំក្រៅប្រព័ន្ធនិងមានភារកិច្ចដូចខាងក្រោមរៀបចំផែនការយុទ្ធសាស្ត្រអវត្តមជ្ឈមណ្ឌលសិក្សាសហគមន៍និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍មួយចំនួនឲ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សាពេញលេញមួយជីវិតបាទអញ្ចឹងឥឡូវនេះគឺយើងជាមជ្ឈមណ្ឌលសិក្សាសហគមន៍ហើយយើងអាចបំពេញក្រៅជាលក្ខខណ្ឌគេត្រឹមត្រូវទៅយើងអាចប្រែក្លាយទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតទាំងអស់ហ្នឹងគឺសូមបញ្ជាក់ថាមជ្ឈមណ្ឌលសិក្សាសហគមន៍គឺប្រទៅលើការបរិបទជំនាញដូចជា day ដូច computer ផ្សេងៗហ្នឹងណាហើយយើងបានអនុវត្តរាល់ថ្ងៃហ្នឹងត្បាញអីចឹងទៅគ្រប់គ្រងនិងប្រើប្រាស់គ្រប់មួយចប់កិច្ចសន្យារងក្រៅប្រព័ន្ធបាទហើយចឹងកន្លែងនេះចប់កិច្ចសន្យាក្រៅប្រព័ន្ធរាល់ថ្ងៃនេះគឺមានគ្រូក្រៅប្រព័ន្ធមួយដែលគាត់ដូចជាប្រសង់អញ្ចឹងគឺអប់រំប្រសង់អញ្ចឹងទៅហើយមានបតីអក្ខរកម្មហ្នឹងហើយមានគ្រូដាច់ដលែកមួយគាត់បរិញ្ញាតាមភូមិអក្ខរកម្មមនុស្សចាស់ដែលអត់ទាន់ជាអក្សរហ្នឹងហើយភាគច្រើនគ្រូក្រៅប្រព័ន្ធនៅក្នុងខាងស្រុកស្រួយហ្នឹងគឺពីចឹងគឺជាប្រសង់ហ្នឹងហើយគឺអប់រំប្រវត្តិប្រសង់គ្រប់គ្រងអារម្មណ៍ធននិងទ្រព្យសម្បត្តិរដ្ឋរបស់មជ្ឈមណ្ឌលសិក្សាសហគមន៍គ្រប់គ្រងចាត់ចែងនិងថែទាំសិក្សាគោលគ្រប់គ្រងសំណង់អគារ
សាងសង់ឲ្យជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍គ្រប់គ្រងសិក្សាក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធគ្រប់គ្រងកម្មវិធីគាំទ្រអប់រំក្រៅប្រព័ន្ធអភិវឌ្ឍឧស្សាហកម្មសហការជាមួយមន្ទីរអប់រំយុវជននៃកីឡានិងដៃគូអភិវឌ្ឍនានាបំពេញការងារផ្សេងៗទៀតតាមការបកលពីអបាលស្រុកខណ្ឌមាត្រា20ការបង្កើតនិងការបិទការរំលាយចូលគ្នាការបំបីការប្រែក្លាយនិងការគ្រប់គ្រងគ្រឹះស្ថានបត្យសាធារណៈឯកជនគ្រឹះស្ថានសិក្សាសាធារណៈឯកជននិងការបង្កើតនិងការគ្រប់គ្រងមជ្ឈមណ្ឌលសហគមន៍ត្រូវអនុលោមតាមបញ្ញត្តិនៃគោលការណ៍នានាដែលកំណត់ដោយក្រសួងយុវជននិងកីឡាគ្រឹះស្ថានសិក្សាសាធារណៈមានសេវាភាពនៃករណីភាពក្នុងការគ្រប់គ្រងរដ្ឋបាលការបង្រៀនការរៀនការគៀងគរធនធានការប្រើប្រាស់ធនធានហិរញ្ញវត្ថុទៅសម្រាប់រដ្ឋនិងការវិតម្លៃគុណផលបុគ្គលិកអប់រំការគ្រប់គ្រងនិងការប្រើប្រាស់ធនធានហិរញ្ញវត្ថុត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនអនុលោមតាមគោលការណ៍ណែនាំបែបបទនិងនីតិវិធីជាធរមានផ្នែកទី2ទូរនទីភារកិច្ចនៃការទូខុសត្រូវរបស់រដ្ឋបាលក្នុងស្រុកមាត្រា21រដ្ឋបាលក្នុងស្រុកនីមួយៗត្រូវទទួលខុសត្រូវលើការគ្រប់គ្រងការចាត់ចែងការអនុវត្តមុខងារអប់រំយុវជននៃកីឡានៃបកគលនឹងបានធ្វើប្រតិភូកម្មដោយមានចែងក្នុងមាត្រា3និងមាត្រា4នៃអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្រនិងស្តង់ដារអប់រំរដ្ឋបាលក្នុងស្រុកខណ្ឌមានភារកិច្ចដូចក្រោមរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំសម្រាប់អនុវត្តមុខងារអប់រំយុវជននៃកីឡាដើម្បីដាក់បញ្ចូលក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុងស្រុកខណ្ឌគ្រប់គ្រងចាត់ចែងអនុវត្តមុខងារអប់រំយុវជននៃកីឡាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពធានាបាននូវគុណភាពស្របតាមស្តង់ដារអប់រំដែលបានកំណត់ដោយធានានូវសុវត្ថិភាពរបស់គ្រឹះស្ថានសិក្សាសាធារណៈគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិរដ្ឋនិងបុគ្គលិកដែលមានផ្ទេរសម្រាប់អនុវត្តមុខងារអប់រំយុវជននៃកីឡាឲ្យមានប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពស្របតាមគោលការណ៍បែបបទនិងនីតិវិធីដែលបានកំណត់ដោយធានាសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈសហការជាមួយស្ថាប័នពាក់ព័ន្ធអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធនានាដើម្បីគ្រប់គ្រងដល់ការអនុវត្តមុខងារអប់រំយុវជននៃកីឡាចូលរួមគ្រប់គ្រងនិងសហការជាមួយមន្ទីរអប់រំយុវជននៃកីឡាក្នុងការអនុវត្តមុខងារផ្សេងៗទៀតដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់មន្ទីរអប់រំយុវជននៃកីឡាអាចធ្វើប្រតិភូកម្មនៅមុខងារអប់រំយុវជននៃកីឡាចាំបាច់មួយចំនួនទៅឲ្យរដ្ឋបាលឃុំសង្កាត់បាទត្រង់កន្លែងហ្នឹងរដ្ឋបាលក្នុងស្រុកអាចធ្វើប្រតិភូកម្មមុខងារមួយចំនួនមានន័យថាយើងផ្ដល់នៅមុខងារផ្ដល់នៅទូនាទីមួយចំនួនឲ្យឃុំសង្កាត់គាត់អាចធ្វើអធិការកិច្ចដល់សាលារៀនដែរហើយខ្ញុំជឿជាក់ថាមុខងារដែលឃុំសង្កាត់អាចធ្វើបានដូចជាការផលិតមើលការប្រប្រាស់ថាវិការដែលគាត់ធៀបជាមួយនឹងផែនការថាត្រូវអត់ផែនការយុទ្ធសាស្ត្ររបស់សាលារៀនហើយទី2ការគ្រប់គ្រងបុគ្គលិកឲ្យរដ្ឋបាលឃុំក្រុមប្រឹក្សាឃុំសង្កាត់ក៏អាចមើលដែរថាតើបុគ្គលិកគ្រូបរិញ្ញាបត្រមករៀនជាប់អត់លប់អត់សាលានឹងបរិញ្ញាបត្រជាប់អត់ឈប់ច្រើនអត់ណាគឺសត្វតែឃុំឲ្យធ្វើបានហើយណានឹងហើយតែថ្ងៃអនាគតនឹងគឺការអនុវត្តបែបហ្នឹងនឹងហើយកុំចោទថាក្រុមប្រឹក្សាឃុំសង្កាត់អត់មានបច្ចេកទេសអីមិនមកអធិការកិច្ចសូមប្រាប់ថាកន្លែងហ្នឹងគឺខាងរដ្ឋបាលក្រុងស្រុកគឺគេធ្វើប្រតិភូកម្មមុខងារណាមួយដែលគិតថាឃុំសង្កាត់អាចធ្វើបានគឺគេប្រតិភូកម្មឲ្យហ្នឹងហើយដើម្បីបង្ខិតចិត្តការសម្រេចចិត្តនៃករណីភាពដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយតាមគ្រឹះស្ថានសិក្សាមន្ត្រីសាធារណៈគ្រឹះស្ថានសិក្សាបឋមសាធារណៈនិងមណ្ឌលសិក្សាសហគមន៍គៀងគរគ្រប់គ្រងថវិកាសម្ភារៈបច្ចេកទេសពីអ្នកពាក់ព័ន្ធនានាដើម្បីនឹងអាចប្រើប្រាស់ធនធានទាំងនោះតាមចន្ទនុសិទ្ធិរបស់រដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តមុខងារអប់រំយុវជននៃកីឡាបាទកន្លែងនេះគឺគោលបំណងនៃការផ្ទេរមុនគឺដោយសារតែរដ្ឋបាលក្រុងស្រុកគឺជាអាជ្ញាធរធំក្នុងស្រុកបើសិនបើគាត់ចាប់ផ្ដើមនៃការគៀងគរគឺអាចនឹងមានប្រសិទ្ធភាពជាងនៅសាលារៀនអញ្ចឹងទៅអញ្ចឹងងាយស្រួលក្នុងការប្រើប្រាស់ថវិកាធនធានហ្នឹងដើម្បីជួយទៅដល់ការអនុវត្តមុខងារអប់រំឲ្យមានប្រសិទ្ធភាពការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអប់រំយុវជននៃកីឡាតាមការកំណត់ជូនរបស់មន្ទីរអប់រំយុវជនកីឡាដើម្បីបូកសរុបជូនក្រសួងអប់រំយុវជននៃកីឡារៀបចំរបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុនៃអនុវត្តមុខងារអប់រំយុវជននៃកីឡាតាមការកំណត់ជូនមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីបូកសរុបជូនក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុចំពោះផ្នែកទី4ករណីភាព
មេត្រា22ក្រុមប្រឹក្សានិងគណៈអាក្រុងស្រុកខណ្ឌត្រូវមានគណនេយ្យភាពនៃការទទួលខុសត្រូវចំពោះរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតាមរយៈប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តក្នុងការគ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្រអប់រំស្តង់ដារអប់រំគោលការណ៍និងនីតិវិធីដែលបានកំណត់និងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងការផ្តល់សេវាអប់រំក្នុងដែនសមត្ថកិច្ចរបស់ខ្លួននាយកគ្រឹះស្ថានសិក្សាសាធារណៈនាយកគ្រឹះស្ថានបឋមសិក្សាសាធារណៈនិងប្រធានមជ្ឈមណ្ឌលសិក្សាសហគមន៍ត្រូវមានគណនេយ្យភាពនិងទទួលខុសត្រូវចំពោះប្រធានការិយាល័យអប់រំយុវជននិងកីឡាបុគ្គលិកទាំងអស់នៃរដ្ឋបាលក្រុងស្រុកខណ្ឌត្រូវមានគណនេយ្យភាពដែលផ្ទាល់ចំពោះប្រធានអង្គភាពផ្ទាល់ខ្លួននិងមានគណនេយ្យភាពដោយប្រយោគចំពោះនាយករដ្ឋបាលគណៈអភិបាលនិងក្រុមប្រឹក្សាតាមឋានក្រមបុគ្គលិកអប់រំទាំងអស់នៃរដ្ឋបាលក្រុងស្រុកបានអញ្ចឹងអានេះយើងប្រើប្រាស់ពាក្យបច្ចេកទេសមួយទៀតណាបុគ្គលិកអប់រំនៃរដ្ឋបាលក្រុងស្រុកចំពោះ6ការគ្រប់គ្រងការតាមដាននិងការត្រួតពិនិត្យនិងការវិតម្លៃមាត្រា23កោជបដឹកនាំសម្រាប់សម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាដល់ការប្រកល់និងការធ្វើប្រតិភូកម្មមុខងារអប់រំយុវជននិងកីឡានិងការផ្ទេរនៅធនធានហិរញ្ញវត្ថុធនធានមនុស្សនិងទ្រព្យសម្បត្តិរដ្ឋទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌព្រមទាំងសម្រាប់សម្រួលផ្ដល់ការគ្រប់គ្រងការតាមដានការត្រួតពិនិត្យនិងការវិតម្លៃទៅលើរដ្ឋបាលក្រុងស្រុកខណ្ឌក្នុងការគ្រប់គ្រងការចាត់ចែងនិងការអនុវត្តមុខងារអប់រំយុវជននិងកីឡាទាំងនេះឲ្យមានប្រសិទ្ធភាពគុណភាពតម្លាភាពនិងករណីភាពស្របតាមគោលនយោបាយការអប់រំស្តង់ដារគោលការណ៍និងនីតិវិធីដែលបានកំណត់មាត្រា24រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាត្រូវទទួលខុសត្រូវនិងមានគណនេយ្យភាពចំពោះរដ្ឋាភិបាលនិងរដ្ឋសភាលើវិស័យអប់រំយុវជននិងកីឡាក្រសួងអប់រំយុវជននិងកីឡាមានតួនាទីនិងភារកិច្ចដូចក្រោមអូខេអានឹងគឺខ្ញុំសូមបាច់អាននេះនឹងគឺជាទំនួលខុសត្រូវរបស់ក្រសួងអប់រំយុវជននិងកីឡាយើងមើលត្រឹមតែ slide បាទហើយអូខេអញ្ចឹងមាត្រា25ក្រសួងមហាផ្ទៃសម្រាប់សម្រួលនិងគ្រប់គ្រងដល់រដ្ឋបាលក្រុងស្រុកខណ្ឌក្នុងការគ្រប់គ្រងនិងចាត់ចែងនិងការអនុវត្តមុខងារអប់រំយុវជននិងកីឡានិងធនធានដែលបានបកគលនិងបានធ្វើប្រតិភូកម្មព្រមទាំងសហការជាមួយក្រសួងអប់រំយុវជននិងកីឡាស្ថាប័នពាក់ព័ន្ធនិងស្ថាប័នផ្សេងទៀតក្នុងការតាមដានត្រួតពិនិត្យនិងវិតម្លៃមាត្រា26ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុសហការជាមួយក្រសួងយុវជននិងកីឡាក្នុងការរៀបចំនិងផ្ទេរធនធានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌព្រមទាំងផ្ដល់ការគ្រប់គ្រងការតាមដានការពិនិត្យនិងការវិតម្លៃទៅលើការគ្រប់គ្រងការចាត់ចែងការប្រើប្រាស់ធនធានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌមាត្រា27ក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការគ្រប់គ្រងដល់ការផ្ទេរបុគ្គលិកអប់រំកម្រិតតូចបុគ្គលិកអប់រំបឋមនិងបុគ្គលិកក្រៅប្រព័ន្ធព្រមទាំងការផ្ដល់គ្រប់គ្រងការតាមដានការត្រួតពិនិត្យនិងការវិតម្លៃទៅលើការគ្រប់គ្រងការចាត់ចែងនិងការប្រើប្រាស់បុគ្គលិកអប់រំទៅរដ្ឋបាលក្រុងស្រុកខណ្ឌមាត្រា28រដ្ឋបាលរាជធានីខេត្តមានតួនាទីសម្រាប់សម្រួលជាមួយមន្ទីរអប់រំយុវជននិងកីឡានិងមន្ទីរអង្គភាពពាក់ព័ន្ធនានានៃដៃគូនិងអង្គការសង្គមស៊ីវិលនិងវិស័យឯកជននានាក្នុងការគ្រប់គ្រងដល់ការគ្រប់គ្រងការចាត់ចែងនិងការអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចំពោះ7ក្របខ័ណ្ឌពេលវេលានៃការអនុវត្តក៏ជួបបរិយាកាសសម្រាប់សម្រួលជាមួយក្រសួងអប់រំយុវជននិងកីឡាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងមុខងារសាធារណៈក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីរៀបចំផ្ទេររចនាសម្ព័ន្ធបុគ្គលិកហិរញ្ញវត្ថុទ្រព្យសម្បត្តិរដ្ឋនិងរៀបចំនីតិវិធីសម្រាប់អនុវត្តមុខងារក្រសួងអប់រំយុវជននិងកីឡាដែលបានប្រកល់និងបានធ្វើប្រតិភូកម្មតាមអនុក្រឹត្យនេះព្រមទាំងផ្សព្វផ្សាយនៅបណ្ដុះបណ្ដាលដល់រដ្ឋបាលក្រុងស្រុកខណ្ឌនិងអ្នកពាក់ព័ន្ធនានាអំពីខ្លឹមសារអនុក្រឹត្យនេះឲ្យបានរួចរាល់មុនអំណោយឆ្នាំ2023រដ្ឋបាលក្រុងស្រុកខណ្ឌនីមួយៗត្រូវចាប់ផ្ដើមគ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារអប់រំយុវជននិងកីឡាដែលបានបកគលព្រមទាំងបន្តអនុវត្តមុខងារដែលធ្វើប្រតិភូកម្មតាមមាត្រា3និងមាត្រា4អនុក្រឹត្យនេះចាប់ពី1មករាឆ្នាំ2024បាទអញ្ចឹងយើងបានអនុវត្តអនុក្រឹត្យនេះចាប់ពី1មករាឆ្នាំ2024ណាចំពោះទី8អនុសាសន៍បញ្ញត្តិបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនៅអនុក្រឹត្យនេះត្រូវទុកជានារីកមាត្រា31រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិសម្រាប់ការវិវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារដ្ឋមន្ត្រីមុខងារសាធារណៈរដ្ឋមន្ត្រីក្រសួងនិងធនធានគ្រប់ស្ថាប័នត្រូវទទួលបន្ទុកអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅចឹងចាប់ពីថ្ងៃទី28កក្កដាបានអនុម័តថ្ងៃទី28កក្កដាហើយអនុវត្ត1មករា2024បាទអូខេចឹងមានប៉ុណ្្នឹងហើយ
អនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡា